អំពីវនីវយ៉ាងផុសផុលឲ្យធ្វើពហិការឈប់ទៅប្រទេសថៃបានចាប់ផ្ដើមក្នុងចំណោមពលរដ្ឋឥណ្ឌាជាច្រើនទាំងអ្នករស់នៅក្នុងនិងក្រៅប្រទេសឥណ្ឌាបន្ទាប់ពីកងកម្លាំងថៃបានបំផ្លាញរូបបដិមាតំណាងព្រះវិស្ណុដែលកម្ពុជាបានសាងសង់នៅក្នុងតំបន់អានសេសខេត្តព្រះវិហារនេះបើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា First Post រាយការណ៍នៅថ្ងៃទី26ខែធ្នូឆ្នាំ2025ថានៅគ្រប់បណ្ដាញសង្គមពលរដ្ឋឥណ្ឌានៅតាមបណ្ដាប្រទេសនានាបានជំរុញឲ្យប្រជាជនបោះបង់ប្រទេសថៃជាគោលដៅទេសចរពួកគេមួយចំនួនថ្កោលទោសរដ្ឋាភិបាលថៃនិងអំពាវនាវឲ្យដាក់សម្ពាធសេដ្ឋកិច្ចនិងការទូតលើទីក្រុងបាងកកពលរដ្ឋឥណ្ឌាពិពណ៌នាអំពីការបំផ្លាញរូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូថាជាការវាយប្រហារលើបេតិកភណ្ឌសាសនាមិនមែនជាឧបទ្ទវហេតុយោធានោះទេអ្នកខ្លះចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមនិងទាមទារការទទួលខុសត្រូវជាអន្តរជាតិទៀតផងយោងតាមភ្នាក់ងារព័ត៌មានបារាំង AFP រូបបដិមាតំណាងព្រះវិស្ណុនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ2015ដែលស្ថិតនៅក្នុងទឹកដីកម្ពុជាចម្ងាយប្រមាណជា400ម៉ែត្រពីខ្សែបន្ទាត់ព្រំដែនថៃរូបសំណាកនេះត្រូវទ័ពថៃប្រើគ្រឿងចាក់ធុនធ្ងន់បុករុញទម្លាក់យ៉ាងឃោរឃៅគួរសម្គាល់ថាព្រះវិស្ណុត្រូវបានចាត់ទុកជាអាទិទេពគួរឲ្យគោរពបំផុតមួយអង្គនៅក្នុងសាសនាហិណ្ឌូយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew មានមូលដ្ឋាននៅសហរដ្ឋអាមេរិកសាសនាហិណ្ឌូត្រូវបានគោរពប្រតិបត្តិដោយមនុស្សប្រហែលជា1200លាននាក់នៅទូទាំងពិភពលោកក្នុងនោះមាន1100លាននាក់រស់នៅក្នុងប្រទេសឥណ្ឌាឬក៏ស្មើនឹង 80% នៃចំនួនប្រជាជនឥណ្ឌាសរុបនោះហើយជាមូលហេតុដែលប្រតិកម្មនៅក្នុងប្រទេសឥណ្ឌាចំពោះទង្វើរបស់យោធាថៃដែលកម្ពុជាចាត់ទុកថាអមនុស្សធម៌នេះបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកបើទោះជាបែបនេះក្តីប្រតិកម្មរបស់ឥណ្ឌាហាក់ដូចជាមិនបានធ្វើឲ្យរដ្ឋាភិបាលថៃភ័យបារម្ភនោះទេលោកអនុទានឆានវិរៈគុលនាយករដ្ឋមន្ត្រីថៃផ្ទះរបស់ថៃបាននិយាយថាការបំផ្លាញរូបសំណាកព្រះវិស្ណុមិនបានស្មើនឹងទាហានរបស់ខ្លួនដែលដាច់កជើងដោយសារជន់មីននៅព្រំដែនកម្ពុជាថៃទេខ្ញុំរស់សុធាពី News Today NTTV